សូមជូនរឿងក្មេងស្រីដែលស្មោះត្រង់នៅក្នុងភូមិមួយស្រស់ស្អាតមានក្មេងស្រីម្នាក់ឈ្មោះនីតានាងជាក្មេងស្រីដែលមានចិត្តស្មោះត្រង់និងសប្បុរសរៀងរាល់ព្រឹកនាងនាំផ្លែឈើទៅលក់នៅផ្សារជាមួយមិត្តរបស់នាងថ្ងៃនេះក៏ដូចជាថ្ងៃធម្មតាព្រះអាទិត្យកំពុងរះភ្លឺស្រទន់នីតានិងតារាដើរតាមផ្លូវទៅផ្សារនៅជុំវិញពួកគេមានដើមត្នោតនិងវាលស្រែបៃតងតារាមើលឃើញផ្សារដែលពោរពេញដោយមនុស្សហើយគាត់មានអារម្មណ៍រំភើបនីតាដើរយ៉ាងប្រុងប្រយ័ត្នដើម្បីកុំឲ្យផ្លែឈើធ្លាក់ផ្សារនៅភូមិគឺពោរពេញដោយសម្លេងនិងពណ៌ស្រស់ស្អាតអ្នកលក់ផ្លែឈើអ្នកលក់បន្លែនិងអ្នកទិញកំពុងនិយាយគ្នាយ៉ាងរីករាយនីតាមកដល់កន្លែងលក់របស់នាងញញឹមនិងសួរសុខទុក្ខអ្នកលក់ផ្សេងនីតាចាប់ផ្ដើមលក់ផ្លែឈើនាងនិយាយយ៉ាងសប្បាយនិងញញឹមជាមួយអតិថិជនមនុស្សជាច្រើនចូលចិត្តទិញពីនាងព្រោះនាងស្មោះត្រង់ថ្ងៃនេះការលក់កំពុងដំណើរការល្អបន្ទាប់ពីអតិថិជនម្នាក់ចាក់ចេញនីតារាប់លុយនាងភ្ញាក់ផើព្រោះមានលុយលើសលុយនេះមិនមែនជារបស់នាងទេនីតាគិតថានាងត្រូវតែរកម្ចាស់វានីតាឈប់គិតបន្តិចនាងអាចរក្សាលុយនេះបានប៉ុន្តែនាងដឹងថាវាមិនត្រឹមត្រូវទេចិត្តស្មោះត្រង់ប្រាប់នាងថាត្រូវយកវាទៅសងម្ចាស់នីតាទៅសួរអ្នកលក់ជិតខាងនាងសួរថាតើមាននរណាម្នាក់បាត់លុយឬទេអ្នកលក់ខ្លះភ្ញាក់ផ្អើលព្រោះក្មេងស្រីម្នាក់កំពុងស្វែងរកម្ចាស់លុយនីតានៅតែព្យាយាមសួរគ្រប់គ្នានៅជិតផ្សារមានបុរសចាស់ម្នាក់កំពុងស្វែងរកអ្វីមួយគាត់មើលទៅក្តុកក្តួលនិងព្រួយបារម្ភនីតាសង្កេតឃើញគាត់ហើយដើរទៅជិតនាងគិតថាប្រហែលជាគាត់បាត់អ្វីមួយនីតាសួរគាត់ថាតើគាត់បាត់លុយឬទេបុរសចាស់និយាយថាគាត់បានបាត់លុយតិចមួយនីតាបោកដៃបង្ហាញកាក់ដែលនាងរកឃើញបុរសចាស់ភ្ញាក់ផ្អើលនិងរីករាយណាស់បុរសចាស់អរគុណនីតាយ៉ាងខ្លាំងមនុស្សនៅផ្សារទាំងអស់សរសើរនាងពួកគេនិយាយថានីតាជាក្មេងស្រីស្មោះត្រង់ថ្ងៃនោះគ្រប់គ្នារៀនថាភាពស្មោះត្រង់គឺមានតម្លៃណាស់តាវ៉ាន់ញញឹមយ៉ាងសប្បាយគាត់ប្រាប់នីតាថាលុយនេះគឺសម្រាប់ទិញអង្ករបើគាត់បាត់វាគាត់នឹងពិបាកណាស់នីតាស្ដាប់ដោយស្ងប់ស្ងាត់និងមានអារម្មណ៍សប្បាយដែលបានជួយតារាសួរថាហេតុអ្វីបានជាញាក់មិនរក្សាលុយនោះនីតាញញឹមនាងប្រាប់ថាលុយមិនមែនជារបស់នាងទេការស្មោះត្រង់គឺសំខាន់ជាងអ្វីទាំងអស់អ្នកលក់សុខាបានឃើញអ្វីដែលកើតឡើងនាងនិយាយថានីតាជាក្មេងស្រីល្អណាស់មនុស្សជាច្រើននៅផ្សារចាប់ផ្ដើមនិយាយពីភាពស្មោះត្រង់របស់នាងនីតាមានអារម្មណ៍ខ្មាស់តិចតួចប៉ុន្តែនាងរីករាយដំណឹងអំពីស្រីនីតាឆាប់រលួតបានត្រូវប្រាប់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់គ្រប់គ្នានិយាយថានាងជាក្មេងស្រីស្មោះត្រង់មនុស្សជាច្រើនចង់មកទិញផ្លែឈើពីនាងថ្ងៃនោះកន្លែងលក់របស់នាងពោរពេញដោយអតិថិជនតារាជួយរៀបចំផ្លែឈើគាត់ចង់ជួយមិត្តរបស់គាត់នីតាអរគុណគាត់យ៉ាងរីករាយពួកគេធ្វើការជាមួយគ្នាយ៉ាងសប្បាយក្រោយមកតាវ៉ាន់ត្រឡប់មកវិញគាត់នាំអង្ករតិចមួយមកជាអង្វាត់គាត់ចង់អរគុណស្រីនីតាសម្រាប់ភាពស្មោះត្រង់នីតាទទួលវាដោយគោរពនីតានិយាយថានាងមិនចង់ទទួលអង្វាត់ទេនាងគ្រាន់តែធ្វើអ្វីដែលត្រឹមត្រូវតាវ៉ាន់ភ្ញាក់ផ្អើលដោយភាពសប្បុរសនេះគាត់កាន់តែគោរពនាងខ្លាំងទៀតតាវ៉ាន់និយាយថាអង្វាត់តិចនេះគឺមកពីចិត្តគាត់សូមឲ្យស្រីនីតាទទួលវាស្រីនីតាគឺបង្តិតនិងញញឹមនាងយល់ព្រមទទួលវាផ្សារនៅថ្ងៃនោះពោរពេញដោយភាពសប្បាយមនុស្សអស់ញញឹមទៅកាន់នីតាពួកគេដឹងថានាងជាក្មេងស្រីល្អថ្ងៃនេះបានក្លាយជាថ្ងៃពិសេសសម្រាប់ភូមិថ្ងៃល្ងាចបានមកដល់នីតាចាប់ផ្ដើមរៀបចំផ្លែឈើដែលនៅសល់តារាជួយនាងដាក់វាចូលក្នុងកន្ត្រែងថ្ងៃនេះគឺជាថ្ងៃដ៏ល្អសម្រាប់ពួកគេនីតានិងតារាដើរតាមភ្លឺត្រឡប់ទៅផ្ទះព្រះអាទិត្យកំពុងលិចពីខាងក្រៅវាលស្រែខ្យល់ត្រជាក់បក់យ៉ាងស្រទន់ពួកគេនិយាយពីអ្វីដែលកើតឡើងនៅផ្សារតារាគិតអំពីអ្វីដែលបានកើតឡើងគាត់យល់ថាភាពស្មោះត្រង់គឺសំខាន់ណាស់គាត់សន្យាថាគាត់នឹងធ្វើដូចនីតាញញឹមយ៉ាងសប្បាយពួកគេត្រឡប់មកដល់ភូមិគ្រួសារនៅជុំវិញកំពុងរៀបចំអាហារពេលល្ងាច
ភូមិស្ងប់ស្ងាត់និងកក្ដៅនីតាមានអារម្មណ៍សុខសាន្តពីទល់នីតាត្រឡប់មកផ្ទះក្រោយថ្ងៃវែងនៅផ្សារម៉ាក់របស់នាងស្វាគមន៍នាងដោយញញឹមកក្ដៅក្លិនម្ហូបឆ្ងាញ់កំពុងកើនឡើងពីចង្រាននីតាមានអារម្មណ៍សប្បាយដែលបានមកដល់ផ្ទះវិញនីតាប្រាប់ម៉ាក់អំពីអ្វីដែលកើតឡើងនៅផ្សារនាងប្រាប់ពីកាក់លុយដែលនាងរកឃើញនាងក៏ប្រាប់ថានាងបានយកវាទៅសងម្ចាស់វិញម៉ាក់ស្ដាប់ដោយមុខពោពេញដោយខៀបភ្ញាក់ផ្អើលម៉ាក់របស់នាងញញឹមដោយមោទនភាពនាងនិយាយថានីតាបានធ្វើអ្វីដែលត្រឹមត្រូវភាពស្មោះត្រង់គឺជាគុណធម៌សំខាន់ណាស់នីតាមានអារម្មណ៍កក្ដៅក្រនចិត្តបន្ទាប់មកពួកគេចាប់ផ្ដើមធ្វើម្ហូបជាមួយគ្នាស្រីនីតាជួយកាត់បន្លែម៉ាក់កំពុងចម្អិនស៊ុបកក្ដៅផ្ទះពោពេញដោយសេចក្តីសុខនៅល្ងាចនោះកុមារជាច្រើនមកជួបនីតាពួកគេចង់ស្ដាប់រឿងនៅផ្សារនីតាប្រាប់ពួកគេយ៉ាងសប្បាយកុមារទាំងអស់ស្ដាប់យ៉ាងអស់ចិត្តតារាបាននិយាយថាពួកគេគួរតែស្មោះត្រង់គាត់ប្រាប់ថានីតាបានបង្ហាញគំរូល្អកុមារផ្សេងយល់ព្រមពួកគេសន្យាថានឹងធ្វើដូចគ្នាព្រះច័ន្ទរះលើវាលស្រែខ្យល់ត្រជាក់បក់យ៉ាងស្រទន់នីតានិងតារាដើរត្រឡប់ទៅផ្ទះពួកគេគិតអំពីថ្ងៃដ៏ពិសេសនេះភូមិស្ងប់ស្ងាត់នៅពេលយប់ភ្លើងចង្កៀនភ្លឺស្រទន់មនុស្សគ្រប់គ្នាកំពុងសម្រាកថ្ងៃថ្មីនឹងមកដល់ឆាប់ព្រះអាទិត្យរះម្ដងទៀតថ្ងៃថ្មីចាប់ផ្ដើមនៅភូមិមនុស្សគ្រប់គ្នាត្រៀមទៅផ្សារនីតាក៏ត្រៀមខ្លួនផងដែរផ្សារបើកឡើងម្ដងទៀតអ្នកលក់រៀបចំទំនិញមនុស្សចាប់ផ្ដើមមកទិញថ្ងៃថ្មីនៅផ្សារចាប់ផ្ដើមមនុស្សជាច្រើនសួរសុខទុក្ខនីតាពួកគេចងចាំអំពីភាពស្មោះត្រង់របស់នាងញញឹមនិងស្វាគមន៍ពួកគេផ្សារមើលទៅកាន់តែរីករាយកុមារជាច្រើនចាប់ផ្ដើមជួយឪពុកម្ដាយពួកគេចង់ធ្វើអ្វីល្អដូចនីតាភាពស្មោះត្រង់កំពុងរីករាលដាលភូមិកាន់តែសប្បាយថ្ងៃនោះកុមារម្នាក់រកឃើញកាបូបមួយតូចគាត់ចាំរឿងរបស់ស្រីនីតាគាត់មិនយកវាទុកឡើយគាត់សម្រេចយកទៅសងម្ចាស់កុមារយកកាបូបទៅសងម្ចាស់វិញម្ចាស់កាបូបភ្ញាក់ផ្អើលគាត់អរគុណពួកគេយ៉ាងខ្លាំងសេចក្តីល្អកំពុងបន្តតាវ៉ាន់ឃើញអ្វីដែលកើតឡើងគាត់ញញឹមដោយមោទនភាពរឿងរបស់ស្រីនីតាបានបំភ្លុះគំនិតកុមារភូមិកំពុងផ្លាស់ប្ដូរទៅល្អមនុស្សជាច្រើនអបអរសាទរការធ្វើល្អផ្សារពោពេញដោយសម្លេងសើចមនុស្សគ្រប់គ្នាមានភាពមិត្តភាពល្អសេចក្តីស្មោះត្រង់បាននាំសុភមង្គលពេលល្ងាចចង្កៀនបានភ្ជាប់នៅផ្សារពន្លឺវាធ្វើឲ្យទីនេះស្រស់ស្អាតមនុស្សនិយាយនិងសើចជាមួយគ្នាផ្សារមើលទៅដូចជាពិធីបុណ្យតូចមួយមនុស្សអង្គុយជុំគ្នាពួកគេបរិភោគនិងនិយាយរឿងស្រីនីតាបាននិយាយឡើងវិញមនុស្សទាំងអស់ញញឹមអ្នកដំណើរពីភូមិផ្សេងទៀតស្ដាប់រឿងនេះពួកគេចាប់អារម្មណ៍ខ្លាំងណាស់ពួកគេនឹងយករឿងនេះទៅប្រាប់ភូមិរបស់ពួកគេសេចក្តីល្អកំពុងធ្វើដំណើរនីតាគ្រាន់តែញញឹមសាមញ្ញនាងមិនគិតថាខ្លួនជាវីរនារីឡើយនាងគ្រាន់តែធ្វើអ្វីដែលត្រឹមត្រូវប៉ុន្តែរឿងរបស់នាងបានជួយមនុស្សជាច្រើនកុមារចាប់ផ្ដើមជួយគ្នា
អូខេចែករំលែកអ្វីដែលមានមិត្តភាពកាន់តែរឹងមាំភូមិកាន់តែសប្បាយថ្ងៃនៅភូមិឆ្លងកាត់យ៉ាងស្ងប់ស្ងាត់មនុស្សធ្វើការរួមគ្នាកុមារលេងនៅជុំវិញវាលស្រែសុភមង្គលកើនឡើងព្រះអាទិត្យលិចពណ៌មាសផ្សារកំពុងបិទយឺតមនុស្សសួរសុខទុក្ខគ្នាមុនត្រឡប់ទៅផ្ទះថ្ងៃមួយទៀតបានបញ្ចប់នីតាមើលទៅលើមេខាងនាងគិតអំពីអ្វីដែលកើតឡើងការស្មោះត្រង់បានធ្វើឲ្យមនុស្សសប្បាយនាងមានអារម្មណ៍រីករាយក្នុងចិត្តនីតានិងតារាដើរត្រឡប់ទៅផ្ទះខ្យល់ល្ងាចបក់យ៉ាងស្រទន់ពួកគេនិយាយនឹងសើចជាមួយគ្នាថ្ងៃនេះគឺជាថ្ងៃដែលពួកគេចងចាំចាប់ពីថ្ងៃនោះមកភូមិនេះចងចាំរឿងរបស់នីតាមនុស្សរៀនពីភាពស្មោះត្រង់មានតម្លៃធំហើយពេលមនុស្សធ្វើល្អភូមិទាំងមូលក៏មានសុភមង្គល